វាជាការធ្វើឲ្យជ្រូករបស់យើងកាត់បន្ថយការ stress វាសប្បាយណាបងវាអត់ stress ណាបងជ្រូកយើងកាលណាអត់ stress វារីករាយក្នុងការរស់នៅរីករាយក្នុងការស៊ីចំណីគឺវាមានការធំធាត់ល្អដែរបងបាទសូមបកស្រាយចម្លើយជូនដល់ comment របស់បងប្រុសម្នាក់ហើយខ្ញុំក៏ចង់ឆ្លើយនៅក្នុង comment នឹងដែរប៉ុន្តែខ្ញុំខ្ជិលសរសេរអក្សរបងប្អូនវាច្រើនអញ្ចឹងខ្ញុំសូមលើកយកមកដាក់នៅក្នុងវីដេអូនេះដើម្បីខ្ញុំស្រួលនិយាយរាយរាប់បានហូរហើយបានបោះក្បាយល្អជាងការឆ្លើយតបសរសេរជាអក្សរនៅក្នុង comment ហើយក៏អរគុណដល់បងប្រុសដែលបាន comment ល្អៗបាទដើម្បីខ្ញុំមានឱកាសបានបកស្រាយពន្យល់បន្ថែមទៅដល់បងប្អូនអ្នកដែលកំពុងចិញ្ចឹមជ្រូកឬក៏អ្នកដែលមានបំណងកំពុងតែចង់ចិញ្ចឹមបងអើយការធ្វើទ្រុងជ្រូកដែលមានប្រភេទអាងទឹកសម្រាប់ជ្រូកចុះត្រាំបែបនេះហ៎បងនេះឲ្យចិញ្ចឹមជ្រូកដូចគ្នាគាត់យល់ពីអត្ថប្រយោជន៍នៃការធ្វើអាងទឹកឲ្យជ្រូកចុះត្រាំការចុះទៅជុះការចុះទៅនោមគឺកិច្ចមិនផុតទេបងប៉ុន្តែរឿងសំខាន់គឺគេមិនត្រាំទឹកនឹងចោលទេបងគេអាសាលាងគេអាសាសម្អាតមួយថ្ងៃម្ដងឬក៏ពីរដងអញ្ចឹងណាបងគេអត់ត្រាំចោលអញ្ចឹងទេហើយរឿងដែលសំខាន់ដែលគេអ្នកធ្វើប្រភេទទ្រុងអញ្ចឹងដែលគេចង់បានគឺសម្រាប់ជ្រូកចុះទៅត្រាំពេលដែលវាក្តៅពេលដែលវាទាំងហក់ហើយរឿងដែលសំខាន់មួយទៀតវាជាការធ្វើឲ្យជ្រូករបស់យើងកាត់បន្ថយការ stress វាសប្បាយណាបងវាអត់ stress ណាបងជ្រូកយើងកាលណាអត់ stress វារីករាយក្នុងការរស់នៅរីករាយក្នុងការស៊ីចំណីគឺវាមានការធំធាត់ល្អដែរបងហើយសួរថាចុះបើដឹងថាល្អហើយមិនបាននៅតែមាននេះអត់ធ្វើបងអើយការធ្វើទ្រុងប្រភេទហ្នឹងទី1គឺត្រូវការកន្លែងធំទី2ដើមទុនក្នុងការចំណាយក្នុងការធ្វើក៏វាចំណាយច្រើនជាងគ្នានេះដែលមិនបានធ្វើប្រភេទទ្រុងអញ្ចឹងដែរហើយសួរថាចិញ្ចឹមជ្រូកតើធ្វើទ្រុងអញ្ចឹងមិនបានចិញ្ចឹមបានវាមិនសំខាន់ណាទ្រុងអញ្ចឹងទេបងទ្រុងធម្មតាក៏ចិញ្ចឹមបានដូចគ្នាគាត់ថាបើសិនជាមានវាជារឿងល្អអញ្ចឹងណាហើយជាចុងក្រោយក៏សូមអរគុណដល់ការ comment របស់បងម្ដងទៀតដែលធ្វើឲ្យខ្ញុំមានឱកាសក្នុងការបកស្រាយបំភ្លឺបញ្យល់បន្ថែមអំពីការធ្វើទ្រុងជ្រូកដែលមានអាងទឹកសម្រាប់ជ្រូកចុះត្រាំពេលដែលក្តៅ